ម្នាក់ត្រូវសរសេរលិខិតសុំទោសកំហុសឲ្យបានហ្មត់ចត់ហើយត្រូវប្រកាសរិះគន់ជាសាធារណៈទូទាំងសាលាបើមានលើកក្រោយទៀតនឹងត្រូវពិន័យកត់ត្រាក្នុងកំណត់ហេតុផ្ទាល់តែម្ដងនាងដឹងរឿងអស់ហើយតើត្រូវធ្វើម៉េចទៅខ្ញុំមើលថាមានគេធ្វើបាបកូនស្រីខ្ញុំថែមទាំងបង្ខូចកេរ្តិ៍ឈ្មោះកូនស្រីខ្ញុំទៀតផងសិស្សម្នាក់នេះត្រូវតែបណ្តេញចេញពីសាលាលោកគ្រូឈិនតើលោកគ្រូថានរណាលោកប្រធានក្រុមប្រឹក្សាភិបាលវិញសូមលោកពិនិត្យមើលតារាងពិន្ទុនេះសិនរៀនពូកែហើយអាចដើរធ្វើបាបអ្នកដទៃបានមែនទេនេះវាជាតវិជ្ជាលោកពូខ្ញុំមិនបានធ្វើបាបកូនស្រីរបស់លោកពូទេគឺកូនស្រីលោកពូទេដែលព្យាយាមបង្កាច់បង្ខូចខ្ញុំរាល់ដងខ្ញុំមានភស្តុតាងទាំងអស់ទាំងសម្លេងថតរូបថតអេក្រង់និងពេលវេលាកាត់ខ្ញុំរៀបចំទុកជាប្រព័ន្ធអស់ហើយលោកពូចង់ពិនិត្យមើលឥឡូវនេះទេភស្តុតាងស្អីទៅគិតចាប់ពី3ខែមុនតាំងពីការប្រឡងលើកដំបូងមកកូនស្រីលោកពូបាននិយាយបង្កាច់បង្ខូចខ្ញុំនៅក្នុងគ្រប់ថ្នាក់រៀនសរុបទាំងអស់17ដងឯសម្លេងថតដែលនាងជេរប្រមាថខ្ញុំតាមច្រករបៀងមានចំនួន9វគ្គហើយនៅមានឯកសារដែលនាងរួមគំនិតជាមួយដើម្បីដឹងទៅការិយាល័យសិក្សាកាន់ថាខ្ញុំលួចមើលវិញ្ញាសាប្រឡងលើលិខិតនោះមានហត្ថលេខារបស់នាងផ្ទាល់ប៉ាក្មួយសិនជឿសៀការពិតទៅពូមានសំណើមួយក្មួយមានលទ្ធផលសិក្សាល្អណាស់ពូអាចប្រើប្រាស់អំណាចដែលមានជួយដាក់ពាក្យអាហារូបករណ៍ពិសេសចូលសាលាដើម្បីឲ្យក្មួយព្រមទាំងណែនាំឲ្យចូលគម្រោងសំខាន់ក្នុងសាលាលក្ខខណ្ឌគឺក្មួយត្រូវឈប់តាមដានរឿងរបស់ស៊ីនយ៉ាវហើយកុំបែកការរឿងនេះឲ្យសោះក្មួយសាកគិតមើលទៅគ្រាន់តែញកក្បាលកៅអីនោះនឹងក្លាយជារបស់ក្មួយមិនទេក្មួយមិនត្រូវការទេក្មួយចង់ប្រឡងដោយខ្លួនឯងហេតុអ្វីមានមនុស្សប៉ុន្មានអ្នកដែលចង់បានវាខ្លាំងដល់ថ្នាក់ណាក្មួយឈួតមែនទេព្រោះវាជារបស់ដែលលោកពូឲ្យមិនមែនជាអ្វីដែលក្មួយរកបានដោយខ្លួនឯងប្រសិនបើក្មួយទទួលយកវាបែបនេះខ្ញុំនឹងលែងមានសិទ្ធិដើម្បីឈរលើវេទិកាហើយនិយាយថាការខំប្រឹងប្រែងនឹងទទួលបានលទ្ធផលលោកពូវិញខ្ញុំមិនខ្លាចការប្រឡងបាក់នោះទេតែខ្ញុំខ្លាចការជំពាក់គុណលោកម្យ៉ាងទៀតកំហុសដែលកូនស្រីលោកបានធ្វើមិនគួរឲ្យខ្ញុំជាអ្នកទទួលខុសត្រូវជំនួសនាងទេក្មេងម្នាក់នេះបានហើយខ្ញុំនឹងមិនដេញក្មួយចេញទេតែត្រូវសន្យាជាមួយពូមួយម៉ាក់កុំយកកូនស្រីពូទៅនិយាយប្រាប់អ្នកណានាងនៅមានមុខមាត់ត្រូវរស់នៅនាងនៅក្មេងនៅឡើយបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌនាងត្រូវតែសុំទោសខ្ញុំជាសាធារណៈហើយចាប់ពីពេលនេះទៅហាមធ្វើបាបអ្នកណាទៀតរួមទាំងសិស្សផ្សេងទៀតផងឈិនយ៉ាវនាងបានលះហើយមែនទេសុំទោសសិនជឿសៀខ្ញុំសុំទោសខ្ញុំទទួលយកពាក្យសុំទោសរបស់អ្នកតែខ្ញុំមិនអត់ទោសឲ្យអ្នកទេការអត់ទោសគឺជាអ្វីដែលនាងត្រូវរកដោយខ្លួនឯងមិនមែនអ្នកដទៃឲ្យនោះទេសិនជឿសៀនាងពិតជាមានមោទកភាពណាស់ប៉ុន្តែពិភពលោកនេះមិនមែនមានតែពិន្ទុរៀនទេចាំទុកចុះខ្ញុំនឹងមិនព្រមទុកវាចោលបែបនេះទេកុំភ័យអីគាត់មិនហ៊ានប៉ះពាល់នាងទេខ្ញុំមិនមែនខ្លាចទេខ្ញុំគ្រាន់តែគិតថាគាត់ប្រហែលជាមិនព្រមបញ្ចប់ត្រឹមនេះទេនាងកំពុងធ្វើអ្វីខ្ញុំមិនបានតាំងចិត្តទេអ្នកដឹងទេថាខ្ញុំមានតែសៀវភៅកត់ត្រានេះមួយគត់នេះជាលទ្ធផលនៃការសង្ខេបពេញមួយឈ្មោះរបស់ខ្ញុំអ្នកធ្វើវាដោយចេតនាខ្ញុំស្អប់អ្នកបដិសេធខ្ញុំទៅគាត់ថាគាត់មិនបានឲ្យខ្ញុំឈប់រៀនទេខ្ញុំមិនសល់អ្វីទាំងអស់ហើយអ្នកស្អប់ខ្ញុំមែនទេទើបបានជាអ្នកបំផ្លាញកំណត់ត្រារបស់ខ្ញុំអ្នកគិតថាការធ្វើបែបនេះអាចធ្វើឲ្យពិន្ទុអ្នកឡើងមែនទេខ្ញុំប្រាប់ឲ្យចុះលើកនេះខ្ញុំនឹងប្រាប់គ្រូសៀវភៅកត់ត្រាកំហុសរបស់អ្នកកំណត់ត្រារបស់អ្នកឯកសាររំលឹកមេរៀនរបស់អ្នកចេះរកវិធីខ្លួនឯងទៅខ្ញុំនឹងមិនជួយអ្នកទៀតទេអ្នកចង់ប្រាប់លោកគ្រូអ្នកគ្រូអីចឹងខ្ញុំធ្លាប់និយាយហើយនេះជាលើកចុងក្រោយខ្ញុំនឹងមិនលើកលែងឲ្យទៀតទេពេលនេះជាលើកទី2ហើយខ្ញុំនឹងមិនទុកឱកាសឲ្យអ្នកទៀតទេមួយទៀតបើអ្នកគិតបានហើយចង់រៀនសូត្រពិតប្រាកដទៅរកលោកគ្រូឈិនជឿយានទៅគាត់ធ្លាប់ជួយខ្ញុំគាត់នឹងជួយអ្នកដែរតែមិនបាច់មករកខ្ញុំទេខ្ញុំមិនជំពាក់អ្វីអ្នកឡើយមានរឿងអីកើតឡើងធម្មតាអ្នកមិនមែនមានសមត្ថភាពត្រឹមនេះទេរឿងវិនស៊ីនយ៉ាវកាលពីម្សិលមិញខ្ញុំគ្រប់គ្រងអារម្មណ៍មិនបានល្អខ្ញុំមិនគួរឲ្យរឿងទាំងនោះមកប៉ះពាល់ការប្រឡងទេអ្នកប្រាប់គាត់ហើយមែនទេប្រាប់ហើយខ្ញុំនិយាយថានេះជាលើកទី2ហើយខ្ញុំលែងអត់អន់ឲ្យទៀតហើយល្អហើយការមានចិត្តល្អក៏ត្រូវតែមានព្រំដែនដែរអ្នកជួយគេតែគេមិនដឹងគុណទេអ្នកសង្គ្រោះគេតែគេបែរជាមកបៀតបៀនអ្នកវិញមនុស្សប្រភេទនេះអ្នកមិនជំពាក់អ្វីគេឡើយដោយសារតែខ្ញុំមែនទេមិនមែនទាំងអស់ទេគឺដោយសារខ្ញុំប្រឡងមិនបានល្អខ្លួនឯងប៉ុន្តែរឿងរបស់អ្នកខ្ញុំនៅចាំមិនភ្លេចទេសុំទោសការសុំទោសគ្មានប្រយោជន៍ទេបើអ្នកពិតជាដឹងកំហុសមែនចូលខំប្រឹងរៀនដើម្បីលើកកម្ពស់លទ្ធផលខ្លួនឯងទៅ
កុំឲ្យខ្ញុំមើលងាយអ្នកឲ្យសោះចាប់ពីថ្ងៃនេះទៅចាប់ផ្ដើមឡើងវិញចុះមិនពឹងផ្អែកលើអ្នកដទៃពឹងផ្អែកលើខ្លួនឯងសូមអរគុណសម្រាប់ការទស្សនាលោកគ្រូឈឿនខ្ញុំហត់ណាស់បើអីចឹងសម្រាប់បន្តិចទៅខ្ញុំសម្រាកមិនបានទេបើសម្រាកខ្ញុំនឹងងើបលេងរួចទៀតហើយកូនស្រីខ្ញុំក៏ធ្លាប់និយាយបែបនេះដែរលោកគ្រូមានកូនស្រីដែរនាងឈ្មោះឈិននាងមួយខែមុនប្រឡងបញ្ចប់ការសិក្សាម្ដាយនាងបង្ខំឲ្យនាងរៀបការដើម្បីយកថ្លៃបណ្ដាការនាងមិនរឹងរូសដូចក្មួយទេនាងក៏សម្រេចចិត្តលោកទឹកឆ្នាំនោះនាងទើបតែអាយុ18ឆ្នាំតែលោកគ្រូជួយខ្ញុំព្រោះខ្ញុំដូចជានាងមែនទេមិនមែនទេក្មួយរឹងរូសជាងនាងប៉ុន្តែរឿងដែលក្មួយធ្វើនៅថ្ងៃនេះនាងក៏នឹងធ្វើដូចគ្នាដែរនាងជាក្មេងស្លូតបូតពេកមានចិត្តល្អដល់ថ្នាក់ភ្លេចការពារខ្លួនឯងខ្ញុំមិនស្លាប់ទេខ្ញុំសន្យាជាមួយលោកគ្រូខ្ញុំនឹងមិនដើរតាមផ្លូវដែលគាត់បានដើរនោះទេយប់ដែលគាត់ចាក់ចេញទៅនោះមេឃក៏ធ្លាក់ភ្លៀងដែរខ្ញុំដើររកគាត់ពេញមួយយប់ព្រឹកឡើងទើបរកឃើញនៅមាត់ទន្លេគាត់ស្លៀកពាក់ឯកសណ្ឋានសិស្សក្នុងដៃក្តាប់ក្រដាសសុំផ្ទេរការប្រឡងជាប់លោកគ្រូខ្ញុំបានដុតក្រដាសផ្ទេរការប្រឡងរបស់គាត់ចោលអស់ហើយតែខ្ញុំបានទុកបន្តរូបថតមួយសន្លឹកនៅក្នុងរូបថតមានអក្សរបន្ទាត់មួយអ្នកមិនបានឃើញវាទេសិនជាស៊ីអ្នកមិនយកមែនទេ50000នឹងណាវាគ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សាដល់ទៅ4ឆ្នាំខ្ញុំធ្លាប់ក៏ដូច្នេះខ្ញុំដឹងថា50000វាមានន័យយ៉ាងណាតើវាមានន័យដូចម្តេចចំពោះសិស្សក្រីក៏ប៉ុន្តែខ្ញុំដឹងច្បាស់ជាងនេះទៅទៀតទូក្រក៏ត្រូវតែមានចំហលុយនេះត្រូវតែប្រគល់ឲ្យអ្នកដែលដូចជាខ្ញុំអ្នកដែលកំពុងខំប្រឹងប្រែងពួកគេត្រូវការវាជាងខ្ញុំកូនពិតជាអស្ចារ្យណាស់មិនមែនដោយសារអស្ចារ្យទេគឺដោយសារការយល់ចិត្តគ្នាសៀវសុន50000នឹងកូនយកទៅបរិច្ចាគអស់ហើយឬកូនឈួតទៅហើយមែនទេនោះវាជាលុយរបស់គ្រួសារយើងឪពុកកូនលែងលះគ្នាមិនបានទុកលុយឲ្យសំបីមួយកាក់ប្អូនកូនត្រូវចំណាយលុយរៀនតែនាងបែរជាយកលុយទៅឲ្យអ្នកដទៃទៅវិញម៉ាក់លុយនេះមិនមែនជារបស់គ្រួសារយើងទេវាគឺជាសំណងដែលគ្រួសារតកូវិនសងមកខ្ញុំកូនស្រីគេធ្វើបាបខ្ញុំនេះគឺជាប្រាក់សំណងខ្ញុំយកវាទៅបរិច្ចាគឲ្យអ្នកដែលក្រីក្រជាងវាជាសិទ្ធិរបស់ខ្ញុំចុះលុយដែលឯងជំពាក់ម៉ាក់វិញយ៉ាងម៉េចដែរចុះក្រដាសជំពាក់លុយដែលឯងសរសេរទុកនោះរឿងជំពាក់លុយខ្ញុំមិនភ្លេចទេតែលុយ50000ហ្នឹងពេលនេះខ្ញុំមិនទាន់មានលទ្ធភាពសឹងអស់ទេខ្ញុំបានកែសម្រួលវិធីសឹងថ្មីមួយឯងចង់សងរំលោះមែនទេត្រូវហើយខ្ញុំមានប៉ុន្មានខ្ញុំនឹងសងប៉ុណ្ណឹងនេះមិនមែនជាការកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកទេតែជាការគិតលេខឲ្យច្បាស់លាស់តែប៉ុណ្ណោះចាប់ពីពេលនេះទៅកុំយកពាក្យថាចិញ្ចឹមខ្ញុំមកគៀបសង្កត់ខ្ញុំហើយខ្ញុំក៏នឹងមិនបដិសេធការរឿងរ៉ាវយើងគឺដាច់ស្រឡះពីគ្នាបានតែខ្ញុំនឹងទទួលយកបើឯងហ៊ានបោកប្រាស់ខ្ញុំនឹងទៅរកឯងដល់សាលា
ម៉ាក់មានការអីម៉ាក់មិនបាច់ភ័យទេកូននឹងមិនទុកម៉ាក់ចោលឡើយខ្ញុំភ័យរឿងអីខ្ញុំភ័យខ្លាចក្រែងឯងមិនរវីរវល់ពីខ្ញុំមានអីត្រូវខ្លាចចុះម៉ាក់យំធ្វើអីម៉ាក់មិនបានយំទេគឺទឹកទេតើស៊ីគួយឡានយើងលេងលះគ្នាទៅផ្ទះសម្បែងនឹងដីធ្លីទាំងអស់ឲ្យទៅឯងខ្ញុំមិនយកអ្វីទាំងអស់ប៉ុន្តែរឿងប្រឡងមហាវិទ្យាល័យរបស់កូនឯងមិនអាចរារាំងបានទេបើអ្នករារាំងគាត់ខ្ញុំនឹងប្តឹងអ្នកឈួតហើយមែនទេលេងលះគ្នាហើយតើលោកទៅរស់នៅណាចាស់ជ្រាដូចលោកតើធ្វើអ្វីបានខ្លះខ្ញុំរស់នៅទាំងងឹតងល់អស់48ឆ្នាំមកហើយនេះគឺជាថ្ងៃដែលខ្ញុំមានស្មារតីច្បាស់លាស់មកនេះខ្ញុំបានឃើញអ្នកគៀបសង្កត់កូនស្រីរបស់យើងតែខ្ញុំមិនដែលហ៊ាននិយាយអ្វីសំបីខ្ញុំពិតជាគ្មានតម្លៃមែនប៉ុន្តែថ្ងៃនេះខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលហ៊ានសម្រេចចិត្តប៉ាកូនស្រីពីមុនប៉ាខ្លាចពេកតែចាប់ពីពេលនេះទៅប៉ានឹងមិនខ្លាចទៀតទេកូនទៅប្រឡងចុះប៉ាគាំទ្រកូនប៉ាសូមអរគុណសម្រាប់ការទស្សនាម៉ាក់ពួកម៉ាក់លេងលះគ្នាមែនទេចុះបើអញ្ចឹងតើខ្ញុំទៅនៅជាមួយអ្នកណាចុះឯងចង់ទៅនៅជាមួយអ្នកណាខ្ញុំចង់ទៅនៅជាមួយបងស្រីខ្ញុំនាងក្មេងនេះវាមានដួងតាខ្លាំងណាស់មើលឪពុកវាលែងលះប្រពន្ធឯម្ដាយវាវិញក៏រករឿងដល់ថ្នាក់នេះទាំងអស់នេះគឺដោយសារតែនាងត្រូវតែសងសំណងដល់អ្នកភូមិយើងទាំងអស់គ្នាមែនហើយឲ្យគ្រូសាវាចេញលុយមកជួសជុលវិហារឲ្យភូមិយើងមួយទៅត្រូវហើយបើមិនចេញលុយទេត្រូវតែចាក់ចេញពីភូមិនេះទៅអ្នកទាំងអស់គ្នាគ្រប់គ្រាន់ឬនៅឯងនេះរឹងរូសពេកហើយធ្វើឲ្យគ្រួសារយើងគ្មានថ្ងៃបានសុខឡើយម៉ែបង្កើតឯងម៉ែចិញ្ចឹមឯងមកចុះឯងធ្វើដាក់ម៉ែបែបនេះមែនទេកូនមិនដែលភ្លេចគុណដែលម៉ែចិញ្ចឹមបីបាច់កូនមកទេតែហេតុអ្វីបានជាម៉ាក់ត្រូវតែបំផ្លាញវាចោលផ្លូវតែមួយគត់របស់កូនមិនចង់ខ្លាចជាមនុស្សដូចម៉ាក់ទេដែលត្រូវជាប់ឃុំនៅក្នុងផ្ទះនេះឈប់ទៅចាប់ត្រឹមនឹងចុះអ្នកទាំងអស់គ្នាត្រឡប់ទៅវិញទៅឯងស្មានថាឯងប្រឡងជាប់ហើយប្រាប់ឲ្យដឹងណាទោះបីជាលិខិតចូលរៀនគេផ្ញើមកដល់មែនម៉ាក់នឹងដកហូតឯកសារទាំងអស់ហើយផ្ដាច់លុយចាយវីកូនចោលឯងមានតែខ្លួនមួយទៅពេលកាំងមិនរួចទេម៉ាក់ការទៅរៀនសាកលវិទ្យាល័យពេលពេញ18ឆ្នាំមិនចាំបាច់មានការយល់ព្រមពីឪពុកម្ដាយទេឯកសារទាំងនោះកូនអាចទៅធ្វើថ្មីបានម៉ាក់ខាត់កូនមិនបានទេឯងហ៊ានមែនណាកូននឹងមិនប្តឹងម៉ាក់ទេតែម៉ាក់ក៏កុំបង្ខំកូនទៀតម៉ាក់កូននឹងទុកកន្លែងរូបថតនេះដល់ពេលមានសម្បត្តិបញ្ជាក់ការចូលរៀនកូននឹងយកមកឲ្យម៉ាក់មើលផ្ទាល់បើម៉ាក់ចង់ហែកកូននឹងឲ្យម៉ាក់ហែកតែពេលនេះកូនលែងខ្លាចអ្វីទៀតហើយសូមអរគុណសម្រាប់ការទស្សនាស្អែកនេះមានមុខវិជ្ជាវិទ្យាសាស្ត្រគេខ្លាចរូបវិទ្យាខ្លាំងណាស់ឆ្នាំដែលកូនរៀនថ្នាក់ទី8មានក្មេងប្រុសម្នាក់ក្នុងថ្នាក់ចាំស្ទាក់ផ្លូវកូនរាល់ថ្ងៃដណ្ដើមលុយថ្លៃបាយកូនម៉ាក់ក៏ទៅរកគេដល់សាលា
ហើយទះកំភ្លៀងគេមួយដៃឪពុកគេក៏មកបង្កចំនួនថានឹងប្តឹងម៉ាក់ស្ទើរតែជាប់គុកទៅហើយកូនមិនដែលដឹងរឿងនេះទេម៉ាក់បានធ្វើរឿងខុសច្រើនណាស់តែរឿងនោះម៉ាក់មិនស្ដាយក្រោយទេគ្រាន់តែពេលក្រោយមកម៉ាក់ខ្លាចកូនប្រឡងជាប់សាកលវិទ្យាល័យហើយចាក់ចេញទៅម៉ាក់ក៏ខ្លាចជាមនុស្សអ្នកដែលធ្វើបាបអ្នកអ្នកស្ម័គ្រចិត្តដាក់ចំណងជើងរឿងយ៉ាងធានឈិនសូមអរគុណសម្រាប់ការទស្សនាអ្នករកឃើញហើយខ្ញុំទៅដេកហើយស្អែកក្រោកឲ្យឆាប់ណាសូមអរគុណសម្រាប់ការទស្សនាទោះជាទេវតាក៏ខាត់ខ្ញុំមិនបានដែរថ្ងៃនេះខ្ញុំត្រូវតែប្រឡងជាប់ឲ្យបានមិត្តរួមថ្នាក់ជើងអ្នកមិនអីទេលាងសម្អាតបន្តិចទៅក៏បាត់ហើយ